សម្រាប់អ្នកដែលគាត់ប្រើទូរស័ព្ទដៃ iPhone ហើយគាត់ lock app របស់គាត់ជាមួយនឹង Face ID មានន័យថាតើមាន Face ID របស់គាត់ទើបអាចបើក app មួយនឹងបានជាទូទៅគាត់ជួបបញ្ហាមួយពេលដែលគាត់ជិះម៉ូតូទៅតាមផ្លូវហើយត្រូវឈប់ទិញអីតិចតួចហ្នឹងគាត់ត្រូវការដោះមុខសុវត្ថិភាពចេញសិនមិនអាចធ្វើការ scan មុខបានចឹងអ្នកនរបើសិនជាជួបបញ្ហាបែបហ្នឹងដែរហើយចង់ដោះស្រាយបញ្ហាមួយហ្នឹងអ្នកនរអាចធ្វើការបិទជាមួយនឹង function មួយនេះបានគឺពេលដែលអ្នកនរ scan មុខអត់ដើរហ្នឹងអ្នកនរអាចធ្វើការវាយ password ដើម្បីចូល app នឹងជំនួសវិញបានដែលមុខងារមួយហ្នឹងដែរគឺវានៅក្នុង setting អ្នកនរគ្រាន់តែចូលមកកាន់ setting មកបន្តមកទៀតអ្នកនរ search រកមុខងារមួយដែលមានឈ្មោះថា stolen device protection ណាអ្នកនរវាយតាមខ្ញុំហ្នឹងមកអ្នកនឹងឃើញមានមុខងារហ្នឹងនៅខាងលើគេហើយអ្នកចូលមកកន្លែងហ្នឹងមកវានឹងទាមទារយើងវាយ password របស់ទូរស័ព្ទយើងបញ្ចូលដើម្បីអាចចូលទៅដល់មុខងារមួយហ្នឹងបានចឹងអ្នកនរគ្រាន់តែធ្វើការវាយ passcode របស់អ្នកទាំងអស់គ្នាមកពេលដែលចូលមកដល់កន្លែងនេះអ្នកនរបិទទៅលើមុខងារមួយហ្នឹងទៅដែលគេដាក់ថា stolen device protection ហ្នឹងនៅពេលដែលអ្នកធ្វើការចូលទៅកាន់ app ណាមួយគឺវានឹងលែងទាមទារតែ Face ID គឺយើងអាចធ្វើការវាយ password បញ្ចូលបានអញ្ចឹងខ្ញុំនឹងឧទាហរណ៍អ្នកបានឃើញម្ដងខ្ញុំនឹងចូលទៅកាន់ app LinkedIn មួយនេះដែល app មួយហ្នឹងខ្ញុំធ្វើការ lock ជាមួយនឹង Face ID ហើយអញ្ចឹងពេលដែលយើងចូលទៅដំបូងវាទាមទារ Face ID របស់យើងតាមធម្មតាប៉ុន្តែបើសិនយើងឧទាហរណ៍ថាយើងពាក់មួកសុវត្ថិភាពយើង scan អត់បានអញ្ចឹងយើងគ្រាន់តែចុចទៅលើអា try Face ID again ហ្នឹង3 4 5ដងមកគឺវានឹងបង្ហាញផ្ទាំងមួយដើម្បីឲ្យយើងអាចធ្វើការវាយ password ដើម្បីចូលទៅកាន់ app ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែធ្វើការវាយ password របស់ទូរស័ព្ទរបស់យើងឲ្យត្រូវមកគឺយើងអាចបើក app ហ្នឹងឲ្យប្រើប្រាស់បានធម្មតាដែលវាអត់ទាមទារតែនៅលើ Face ID ដូចមុនទៀតទេប៉ុន្តែមុននឹងបិទនៅលើ function មួយហ្នឹងខ្ញុំចង់ឲ្យអ្នកធ្វើការសម្រេចចិត្តឲ្យប្រុងប្រយ័ត្នដែរព្រោះបើសិនអ្នកបិទទៅលើ function មួយហ្នឹងគឺវានឹងលែងទាមទារតែ Face ID ហើយអញ្ចឹងមានថាបើសិនជាគេដឹង password របស់អ្នកទាំងអស់គ្នាក៏គេអាចចូលទៅកាន់ application ហ្នឹងដូចអ្នកទាំងអស់គ្នាបានដែរ